ហ៊ុននៅជំពាក់បំណុលវ៉ាន់ទៅទៀតឥឡូវគាត់ខ្លាយជាអ្នកក្រីក៏ទាំងស្រុងហើយនៅមិនគ្រប់គ្រាន់ទេអ្នកចង់ធ្វើអ្វីយើងគ្រប់គ្រងអ្នកទាំងអស់លួយគ្រាន់តែជាជំហានដំបូងដើម្បីឲ្យគាត់អស់សង្ឃឹមគាត់នៅមានជាប់ពាក់ព័ន្ធនឹងអាយុជីវិតមនុស្សទៀតកូនរបស់ខ្ញុំនឹងលីវម៉េងបន្ទាប់មកខ្ញុំចង់ឲ្យគាត់ជាប់គុកមួយជីវិត2 ថ្ងៃហើយមិននៅតែគ្មានដំណឹងលេខទូរស័ព្ទដែលអ្នកបានហៅមិនអាចភ្ជាប់បានទេសូមព្យាយាមម្ដងទៀតនៅពេលក្រោយសូមទោសមិនអីទេនាយករដ្ឋបាលក្រុមហ៊ុនដាដុងអេរឡាញសុទ្ធតែរវល់ប្រហែលជាកំពុងប្រជុំលើកទូរស័ព្ទទៅ Jessica ជំរាបសួរលេខទូរស័ព្ទដែលអ្នកបានហៅបានបិទហើយបិទមិនក៏បិទនៅពេលនេះបើមិនបិទតើធ្វើម៉េចឲ្យអ្នកឈួតហើយបាក់ទឹកចិត្តបានពីឆាតនៅនឹងអត់គាត់ភ្លុកខ្ញុំហើយសេវាអត់ល្អមែនឬក៏គេច្រឡំចុចបិទ website បាត់ហើយកាន់នេះក៏បាត់ដែរអ្នកបាន2 លានហើយអ្នកវាចូលកាន់នេះក្រុមហ៊ុនឬកាន់នេះផ្ទាល់ខ្លួនខ្ញុំវាចូលកាន់នេះឯកជនអាហាមិនអាចទេនេះមិនមែនជាអ្នកបោកប្រាស់ទេយើងរក Jessica ខ្ញុំចង់ជួប Jessica ហេតុអីមិនចេញមកជួបខ្ញុំលោកម្ចាស់តើលោកមានណាត់ទេណាត់អីណាត់ខ្ញុំជាដៃគូរបស់ពួកអ្នកខ្ញុំឈ្មោះឆឹងណូមកពីក្រុមហ៊ុនម៉ូស៊ូអាថិកខ្ញុំចង់ជួប Jessica គាត់ជាប្រធានប្រចាំតំបន់ចិនធំរបស់ពួកអ្នកចេញមកសូមទោសលោកម្ចាស់នៅក្នុងបញ្ជីនាយករដ្ឋបាលប្រចាំតំបន់ចិនធំរបស់យើងគ្មានឈ្មោះ Jessica ទេអីមិនអាចទេលោកម្ចាស់យើងពិតជាគ្មានមនុស្សនេះទេតើលោកមកខុសក្រុមហ៊ុនហើយសម្ដីអីពួកអ្នកលួចលុយខ្ញុំចង់ជួប Jessica បើមិនអីចឹងខ្ញុំនឹងបំផ្លាញក្រុមហ៊ុនពួកអ្នក Jessica ចេញមក Jessica សងលុយខ្ញុំមកសង10 លានខ្ញុំមក Jessica ចេញមក Jessica សងលុយខ្ញុំមកសង10 លានខ្ញុំមក Jessica ចេញមក Jessica សងលុយខ្ញុំមកសងលុយខ្ញុំមកមានគេបង្កបញ្ហានាំគ្នាអូគាត់ចេញទៅអ្នកលេងខ្ញុំជាអ្នកវិនិយោគអ្នកមិនអាចធ្វើបែបនេះដាក់ខ្ញុំទេលេងខ្ញុំបងក្រោកឡើងលេងគាត់ទៅព្រោះក្រុមគ្រួសារគាត់មកហើយប្រញាប់នាំគាត់ទៅកុំឲ្យគាត់បង្កបញ្ហានៅទីប៉ះដល់គេខ្ញុំមិនទៅទេខ្ញុំចង់រីកាប៉ូលីសបាទរីកាទៅពួកយើងរីកាប៉ូលីសខ្ញុំមិនមែនរំភើបទេលោកចេញអ្នកថាអ្នកត្រូវគេបោកជាង10 លានឈ្មោះជនសង្ស័យគឺ Chicago បាទគាត់ឈ្មោះ Jessica ជាអ្នកគ្រប់គ្រងជាន់ខ្ពស់ឈ្មោះចិនគាត់ឈ្មោះអីឈ្មោះពេញគាត់តែងតែឲ្យខ្ញុំហៅគាត់ថា Jessica ឈ្មោះចិនក៏មិនមាននៅលើនាមបានដែរចុះលេខអត្តសញ្ញាណប័ណ្ណលេខលិខិតឆ្លងដែនលេខស្លាកលេខឡានអត់មានទេចាំបន្តិចលោកវាងឆៃកាន់នេះបន្តិចបាទបងចាងឆែកហើយកាន់នេះមកពីក្រៅប្រទេសជាកាន់នេះច្រើនជាន់លុយទៅដល់ភ្លាមគេបំបែកលៀងលុយបាត់គ្មានអ្វីត្រូវឆែកទេលោកចេងនេះជាករណីបោកប្រាស់តាមទូរស័ព្ទធម្មតាទូបោកប្រាស់ក៏អ្នកត្រូវចាប់មនុស្សដែរទៅចាប់នាងទៅនាងស្អាតណាស់កម្ពស់ប្រហែល 1.7 ម៉ែត្រស្បែកស្អាតចាប់នាងលោកគ្រាន់តែផ្អែកលើលក្ខណៈសម្គាល់ទាំងនេះគឺដូចជាស្វែងរកកំជុលក្នុងមហាសមុទ្រអីចឹងយើងនឹងបើកសំណុំរឿងឲ្យអ្នកសិនអ្នកត្រឡប់ទៅផ្ទះរងចាំដំណឹងទៅអរគុណលោកប៉ូលីសដែលបានរំខានអ្នកមិនអីទេយើងនៅមានវិធីអ្នកត្រូវតែរឹងមាំឡើងវិញនៅមានសង្ឃឹមស៊ីនឲ្យពីមុនខ្ញុំជាមនុស្សអាក្រក់ខ្ញុំខុសហើយពួកយើងរស់នៅជាមួយគ្នាឲ្យបានល្អវិញបានទេអ្នកចង់ចាប់ខ្ញុំមែនទេស៊ីងខ្ញុំអស់ហើយឡានក៏លក់អស់ហើយផ្ទះក៏បញ្ចាំអស់ហើយធនាគារក៏ជំពាក់លុយច្រើនណាស់
ឥឡូវសំបីតែលុយចុងក្រោយក៏គេបោកអស់ដែរខ្ញុំពិតជាគ្មានកន្លែងទៅទេខ្ញុំខិតខំមកស៊ូអស់ជាច្រើនឆ្នាំដើម្បីឡើងខ្ពស់ខ្ញុំបានធ្វើអ្វីគ្រប់យ៉ាងទីបំផុតបែរជាគ្មានសល់អ្វីសោះហេតុអ្វីអ្នកធ្វើបាបខ្ញុំបែបនេះមេឃនៅស្ងៀមស្ងាត់នេះជាផ្លូវដែលអ្នកបានជ្រើសរើសដោយខ្លួនឯងលុយកាក់អស់គឺគ្រាន់តែជាលុយកាក់ប៉ុណ្ណោះបន្ទាប់មកខ្ញុំនឹងឲ្យអ្នកសងបំណុលជីវិតដែលអ្នកជំពាក់ឲ្យអស់រលីងកុំពិបាកចិត្តអីពិបាកចិត្តយ៉ាងណាក៏លុយមិនត្រឡប់មកវិញដែរអ្នកនៅសភាពបែបនេះគ្មានកន្លែងទៅណាទេម្ចាស់បំណុលទាំងនោះប្រកាសជាកំពុងរកអ្នកហើយបើអ្នកមិនប្រកាន់ទេអ្នកអាចទៅនៅកន្លែងខ្ញុំបានទោះកន្លែងតូចតែស្ងាត់ជ្រងគ្មានអ្នកណារកអ្នកឃើញទេទេវតាខ្ញុំដឹងថាអ្នកមិនបោះបង់ខ្ញុំចោលទេអ្នកនៅតែនឹកឃើញអនុស្សាវរីយ៍ចាស់មែនទេព្រោះអ្នកជាអតីតស្វាមីរបស់ខ្ញុំតើយើងទៅផ្ទះបរិយាកាសនេះអាក្រក់ពេកហើយហេតុអ្វីអ្នកនៅតែរស់នៅទីនេះមានកន្លែងនៅក៏ល្អហើយលោកឆែនឥឡូវអ្នកជាថៅកែរឹបគេខ្លួនជំពាក់បំណុល300លានលែងជាសៀវក្រុមហ៊ុនចុះបញ្ជីទៀតហើយខាងក្រៅកំពុងធ្លាក់ព្រើក្នុងផ្ទះនេះក៏ត្រជាក់ពេកហើយដើម្បីសិនសំលុយខ្ញុំមិនបានបង់ថ្លៃកម្ដៅទេពួយនេះអ្នកយកទៅប្រើសិនទៅអ្នកសម្រាប់សិនទៅខ្ញុំនឹងដាំអ្វីឲ្យអ្នកញ៉ាំមនុស្សអាក្រក់នោះយ៉ាងម៉េចហើយគាត់ដេកលក់ស្លាប់លើសាឡុងហើយឥឡូវឆេនគឺដូចជាសត្វស្លាប់ដែលភ័យខ្លាចទូខ្យល់បក់បន្តិចបន្តួចក៏អាចធ្វើឲ្យគាត់ដួលរំដែរមិនថាជាមនុស្សឬខ្មោចទេយប់នេះខ្ញុំនឹងឲ្យគាត់លាតត្រដាងការពិតជាសាធារណៈសម្ភារៈនិងឧបករណ៍ផ្សាយផ្ទាល់ខ្ញុំបានរៀបចំរួចហើយអាចចាប់ផ្ដើមបានគ្រប់ពេលខ្ញុំក៏បានបដូរសម្លៀកបំពាក់រួចហើយអ្វីបានត្រៀមរួចរាល់ល្អយប់នេះខ្ញុំនឹងឲ្យគាត់បានឃើញថាឋាននរកពិតជាយ៉ាងណានេះជាអ្វីដែលអ្នករកដាក់ខ្លួនឯងនេះជាអ្វីដែលអ្នកបង្ខំខ្ញុំកុំមកចិត្តកុំមកចិត្តខ្យល់ត្រជាក់ទីនេះត្រជាក់ណាស់អ្នកចុះមកនៅជាមួយខ្ញុំបានទេអ្នកកុំមកចិត្តខ្ញុំដុតលុយឲ្យអ្នកសូមកុំធ្វើបាបខ្ញុំអីខ្ញុំមិនចង់ស្លាប់ទាំងមិនអស់ចិត្តទេខ្ញុំចង់ឲ្យអ្នកប្រាប់ខ្ញុំថាហេតុអ្វីបានជាអ្នកធ្វើបាបខ្ញុំប្រហែលជាបើខ្ញុំអស់ចិត្តខ្ញុំនឹងលែងរសាត់អណ្ដែតលើโลกនេះទៀតហើយខ្ញុំប្រាប់ថ្ងៃនោះអ្នកថាចង់ទម្លាយរឿងខ្ញុំពិតជាភ័យខ្លាចណាស់ក៏បានណាត់អ្នកទៅវីឡានៅជីក្រុងហើយថាថ្ងៃស្អែកនឹងនាំអ្នកទៅក្រៅប្រទេសតាមពិតក្រោយខ្ញុំចេញទៅខ្ញុំក៏បានដុតផ្ទះនោះចោលខ្ញុំក៏គ្មានជំរឿដែរសូមអង្វរខ្ញុំបានប្រាប់អស់ហើយសូមអង្វរសូមទុកជីវិតខ្ញុំទៅអ្នកបានធ្វើបាបតែខ្ញុំម្នាក់ទេតើអ្នកមានតែរឿងនេះទេអីនិយាយមកខ្ញុំប្រាប់មានរឿងឆេនទៀតគឺកូនរបស់ឆេនកូនមានកំហុសអីហេតុអ្វីបានជាអ្នកមិនទុកជីវិតកូនផងកូននេះមិនអាចទុកបានទេខ្ញុំត្រូវលេងលះជាមួយឆេនបើមានកូនគេនឹងចែកទ្រព្យសម្បត្តិខ្ញុំមិនអាចឲ្យអ្នកណាម្នាក់យកលុយខ្ញុំមួយកាក់បានទេដូច្នេះខ្ញុំក៏បានដាក់នៅក្នុងថ្នាំរក្សាកូនរបស់ឆេននៅថ្នាំរំលូតកូនមិននឹកស្មានថាវាខ្លាំងបែបនេះសោះឆេនដែលគ្មានប្រយោជន៍នោះថែមទាំងរក្សាមាត់ស្បូនមិនបានផងតែបែបនេះក៏ល្អដែរគ្មានកូនទៀតហើយទៅថ្ងៃមុខក៏គ្មានកូនមកចែកលុយខ្ញុំទៀតដែរបានថតទុកហើយឬនៅថតទុកអស់ហើយភស្តុតាងផ្សេងទៀតក៏រឹងមាំដូចខ្ញុំដែរប៉ូលីសកំពុងមកដល់ហើយជិតដល់ហើយអ្នករាល់គ្នាឆេនអ្នករាល់គ្នាកំពុងធ្វើអីគេមិញនៅក្នុង live stream មនុស្ស10លានអ្នកបានឃើញការសារភាពរបស់អ្នកហើយស្ងាត់ពាក់កណ្ដាលជីវិតក្រោយរបស់អ្នកគឺត្រូវលុបបាបកម្មនៅក្នុងគុកសម្រាប់មនុស្សត្រូវសងដោយជីវិតនេះជាអ្វីដែលអ្នកសមនឹងទទួលភ្លេចប្រាប់អ្នកខ្ញុំគឺឆេនមកពេលនេះប្រហែលជាកំពុងញ៉ាំនំប៉ោត្រជាក់ហើយថែមទាំងមានការគេងមិនលក់និងការសោកស្ដាយទៀតគាត់នឹងចំណាយពេលមួយយប់ដ៏វែងឆ្ងាយនិងលំបាកវេទនាអ្នកកុំមកនិយាយបែបបច្ចេកទេសនៅ CC ធ្វើសេចក្តីសង្ខេបចុងឆ្នាំទៅ
ក្នុងនាមជាគម្រោងធំរបស់យើងហើយក៏ជាមនុស្សដែលមានបទពិសោធន៍ច្រើនបំផុតក្នុងរយៈពេល6ខែនេះដែរឆ្នាំនេះខ្ញុំបានបាត់បង់កូនបាត់បង់អាពាហ៍ពិពាហ៍ខ្ញុំធ្លាប់គិតថាវាជាថ្ងៃអវសាននៃលោកីជាការដាក់ទោសពីព្រះជាម្ចាស់មកលើខ្ញុំហើយក៏ស្ទើរតែបាត់បង់ខ្លួនឯងដោយសាររឿងនេះដែរកូនរបស់ខ្ញុំទោះបីជាមិនបានកើតមកលើโลกនេះក៏ដោយប៉ុន្តែគាត់បានធ្វើឲ្យខ្ញុំមើលឃើញច្បាស់ពីមនុស្សជុំវិញខ្លួនថាតើជាមនុស្សឬជាខ្មោចបទពិសោធន៍នេះក៏បានធ្វើឲ្យខ្ញុំដឹងថាពន្លឺដែលពឹងផ្អែកលើអ្នកដទៃទីបំផុតនឹងរលត់ទៅមានតែខ្លួនឯងខ្លាចជាពន្លឺទើបមិនខ្លាចភាពងឹតជារៀងរហូតសេចក្តីសង្ខេបបានល្អណាស់ចុះសម្រាប់អនាគតវិញមានទស្សនវិស័យអ្វីសម្រាប់អនាគត